បាទជំរាបសួរបងបាទតងនឹងសំណួររបស់បងប្អូនសួរច្រើនទាំងឆាតបាទឆាតមកតាមTikTok ខ្ញុំក៏ច្រើនដែរសម្រាប់តម្លៃម៉ាស៊ីន scan ខ្ញុំធ្លាប់បានបញ្ជាក់បាទជាច្រើនវីដេអូដែរហើយថ្ងៃនេះខ្ញុំមកបញ្ជាក់ដល់បងប្អូនដែលចង់បានព័ត៌មានបន្ថែមសូមបងប្អូនចូលទៅក្នុង profile TikTok របស់ខ្ញុំណាមានលេខ2ខ្សែបងអាច add Telegram ក៏បានបងអាច call មកខ្ញុំ direct ក៏បានណាបាទហើយខ្ញុំចង់បញ្ជាក់ទៅលើម៉ាស៊ីន scan បន្តិចសម្រាប់ម៉ាស៊ីន scan CTY កម្មវិធីដើមគឺ scan បាន6ក្រុមហ៊ុនបាទប្រើប្រាស់ជាភាសាខ្មែរសូមបញ្ជាក់ថាគឺអត់មានការបញ្ចូលកម្មវិធីអត់មានបំណាច់ឆ្នាំត្រូវការបង់ប្រាក់ទេណាបងប្អូនបាទខ្ញុំចង់បញ្ជាក់ត្រង់ចំណុចហ្នឹងណាបាទ6ក្រុមហ៊ុនប្រសិនមកបងប្អូនយកទៅប្រើគឺប្រើរហូតបានតែម្ដងបាទលក្ខខណ្ឌបងប្អូនចង់បញ្ចូលជាមួយនឹងកម្មវិធីបាទបញ្ចូលកម្មវិធីមានន័យថាបងប្អូនទិញកម្មវិធីបន្ថែមបាទពី6ក្រុមហ៊ុនទៅជា14ក្រុមហ៊ុនបាទទៅជាកម្មវិធី Key Program បាទកម្មវិធីដែលអាចធ្វើសោដែលអាចទាញជាមួយនឹង Key ID ពី SCU ពី ECM បានអញ្ចឹងត្រង់ចំណុចហ្នឹងសូមបញ្ជាក់បងប្អូនកុំឲ្យបងប្អូនយល់ច្រឡំថាត្រូវបញ្ចូលកម្មវិធីបានអាចប្រើបានអត់ទេណាបងប្អូនត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ថា6ក្រុមហ៊ុនបងប្អូនទិញទៅគឺប្រើរហូតបានតែម្ដងហើយម៉ាស៊ីននេះមិនមែនលក់មួយថ្ងៃពីរថ្ងៃឥឡូវមាញ់ហ្នឹងទេបាទបងប្អូនដែលធ្លាប់ប្រើបងប្អូនដែលតាមស្រេចហើយថាគឺมันមានការអាប់ដេតឬក៏បងសេវាប្រចាំឆ្នាំទេបងប្អូនទិញទៅគឺប្រើរហូតបានតែម្ដងណាផ្ដល់ភាពងាយស្រួលច្បាស់លាស់បាទហើយមែនតែនទៅតួលេខនីមួយៗនៅលើម៉ាស៊ីន scan ហ្នឹងបានបញ្ជាក់ច្បាស់ណាបាទម៉ាស៊ីនមួយចំនួនគឺវាអាចបញ្ជាក់ទៅលើ wall ទេប៉ុន្តែប្រភេទម៉ាស៊ីន scan នេះគឺបើថា wall ដែលយើងវាស់ជាមួយនឹង ohm បាទ wall នៅក្នុងម៉ាស៊ីន scan នេះគឺដូចគ្នាបងប្អូនណាអញ្ចឹងអានេះវា focus ទៅលើ sensor បាទហើយវាពិសេសត្រង់ថានៅពេលដែលយើងទិញម៉ាស៊ីន scan នេះបងប្អូនថ្ងៃក្រោយអត់ចាំបាច់ទៅទិញម៉ាស៊ីន scan មួយទៀតបាទដើម្បីធ្វើ smart key មានន័យថាយើងទិញកម្មវិធីបញ្ចូលជាមួយនឹងម៉ាស៊ីន scan នេះបានតែម្ដងអញ្ចឹងវាពិសេសហើយឥឡូវហ្នឹងបងប្អូនចង់បិទជាមួយនឹងកម្មវិធី smart key មកប្រើសោធម្មតាបងប្អូនអត់ចាំបាច់បាទទៅរកម៉ាស៊ីនដើម្បីយកមកបិទទេម៉ាស៊ីននេះក៏អាចបិទបានដែរណាវាពិសេសបាទនៅក្នុងតម្លៃហ្នឹងណាបាទបងប្អូនអាចបិទកម្មវិធី smart key បានហើយ scan បាន6ក្រុមហ៊ុនបញ្ជាក់6ក្រុមហ៊ុនគឺច្រើនមែនតើណាបងប្អូនបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ថានៅក្នុងឈុតហ្នឹងគឺយើងថែមឌុយបាទឌុយហ្នឹងមានឌុយយ៉ាងមហាសេរីខ្ពស់ឌុយប្រភេទ Honda សេរីខ្ពស់ Kawasaki KTM បាទ SYM ហ្នឹងយើងថែមនៅក្នុងនឹងទាំងអស់បាទដោយតេស្តបិចតេស្ត mobile ហ្នឹងថែមជូនបងប្អូននៅក្នុងនឹងទាំងអស់បាទហើយយើងមានឯកសារមួយច្បាប់ជូនបងប្អូននៅក្នុងឈុតហ្នឹងដែរបាទនេះណាបងប្អូនណាបាទអញ្ចឹងចង់បញ្ជាក់បងប្អូនថាព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកតាមរយៈលេខទូរស័ព្ទខ្ញុំបាទឬក៏បាទបងប្អូន at Telegram មកដើម្បីធ្វើការបាទសួរព័ត៌មានបន្ថែមពីខាងខ្ញុំបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងបងណាបាទព័ត៌មានបន្ថែមបងប្អូនកុំភ្លេចណាតាក់ទងមកតាមទូរស័ព្ទខ្ញុំឬក៏បាទ Telegram អរគុណសូមជម្រាបលាបាទ